ប្រធានាធិបតីចិនស៊ីជីនពីងទំនងព្រមានអឺរ៉ង់ឲ្យឆាប់បើកច្រកសមុទ្រ Hormuz ដើម្បីឲ្យមានភាពសេរីនៃនាវាចរឆ្លងកាត់ការព្រមានរបស់លោកស៊ីជីនពីងត្រូវបានកត់សម្គាល់ថាគឺជាលើកដំបូងហើយចាប់តាំងពីរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅថ្ងៃទី28កុម្ភៈឆ្នាំ2026ការព្រមានរបស់ប្រធានាធិបតីស៊ីជីនពីងបន្ទាប់ពីលោកបានសន្ទនាគ្នាជាមួយនឹងមេដឹកនាំនៃប្រទេសអារ៉ាប់សាអូឌីព្រះអង្គម្ចាស់មហាប៊ីនសាមែនកាលពីថ្ងៃច័ន្ទនេះបើយោងតាមការចេញផ្សាយដោយបណ្ដាញទូរទស្សន៍ចិន CCTV កាលពីយប់ថ្ងៃទី20មេសាការព្រមានរបស់លោកស៊ីជីនពីងដែលមើលទៅគឺជាការព្រមានសម្ដៅខ្លាំងទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រោះគេដឹងហើយថាអ្នកដែលបិទគប់ច្រកសមុទ្រ Hormuz គឺកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ចំណែកឯសហរដ្ឋអាមេរិកដែលចូលទៅឡោមព័ទ្ធច្រកសមុទ្រ Hormuz គឺដើម្បីបង្ខំឲ្យអ៊ឺរ៉ង់បើកច្រកសមុទ្រ Hormuz ផងដែរមិនមែនសហរដ្ឋអាមេរិកដែលចូលទៅឡោមព័ទ្ធដើម្បីបិទជាការធ្វើដំណើរដោយនាវាពិភពលោកនោះទេលោកស៊ីជីនពីងដែលបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់នេះត្រូវបានចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន CCTV ប្រទេសចិនបានបញ្ជាក់ថាច្រកសមុទ្រ Hormuz គួរតែត្រូវចាត់ទុកថាជាផ្លូវបើកចំហសម្រាប់ការឆ្លងកាត់នៃដំណើររបស់នាវាដែលវាជាផលប្រយោជន៍ដល់បណ្ដាប្រទេសនៅក្នុងតំបន់និងសហគមន៍អន្តរជាតិលោកស៊ីជីនពីងពួកមេដឹកនាំនៃប្រទេសចិនដែលមានអំណាចបំផុតបានរំលឹកអំពីការអំពាវនាវរបស់ចិនដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាការបញ្ចប់ប្រទុសារាយហើយអំពាវនាវរកការខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្ដារសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាឡើងវិញការធ្វើអត្ថាធិប្បាយហើយក៏ដូចជាការជំរុញរបស់ប្រធានាធិបតីស៊ីជីនពីងគឺជាសញ្ញាចុងក្រោយមួយដែលទីក្រុងប៉េកាំងយ៉ាងហោចណាស់ផ្ដល់សារទៅកាន់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រ Hormuz នេះគឺជាការបញ្ចប់អារីភាពលឿនបំផុតជាមួយនឹងសហរដ្ឋអាមេរិកនេះជាការយល់ឃើញរបស់អ្នកសង្កេតការណ៍កាលពីសប្តាហ៍មុនមេដឹកនាំចិនរូបនេះក៏បានប្រកាសអំពីសំណើ4ចំណុចដើម្បីសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាផងដែរគឺសំណើរបស់ចិនយ៉ាងណាមេដឹកនាំចិនស៊ីជីនពីងដ៏មានឥទ្ធិពលនេះប្រមុខការទូតចិនលោកវាងជីបានប្រាប់ទៅសមាភិកីនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ថាច្រកសមុទ្រ Hormuzវាត្រូវតែคล้ายទៅជាផ្លូវជាតិនាវាចរអន្តរជាតិរួមគ្នាសម្រាប់សហគមន៍ពិភពលោកទាំងមូលហើយការបិទច្រកសមុទ្រ Hormuz វាអត់មានតម្លៃដើម្បីផលប្រយោជន៍សម្រាប់ចិននោះទេលោកវាងជីបានប្រាប់ទៅសមាភិកីអ៊ីរ៉ង់របស់ខ្លួនថាអ្វីគួរតែពិចារណាឲ្យបានលឿនបំផុតគឺមិនត្រូវធ្វើឲ្យឱកាសធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់នោះទេអ្នកសង្កេតការណ៍បានហៅសាររបស់លោកស៊ីជីនពីងប្រៀបបានកំពុងតែគៀបសង្កត់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យស្វែងយល់ពីគ្រោះថ្នាក់ដល់របបដឹកនាំរបស់ខ្លួននៅទីក្រុងតេហឺរ៉ង់ហើយត្រូវតែសម្របសម្រួលស្ថានភាពឲ្យបានលឿនបំផុតនៅពេលដែលសហរដ្ឋអាមេរិកកំពុងទទួលឲ្យមានការចរចាជុំទី2ឡើងវិញរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលកំពុងតែរងចាំការមកដល់របស់គណៈប្រតិភូនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាគណៈប្រតិភូសហរដ្ឋអាមេរិកបានទៅដល់នៅថ្ងៃអង្គារនេះដើម្បីបើកការចរចាជុំទី2ឬគេហៅថាជុំផ្ដាច់ព្រាត់ក៏បានព្រោះពេលវេលានៃការប្រកាសបិទបទឈប់បាញ់គ្នាគឺនៅថ្ងៃទី22មេសានេះ